បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាហែលទឹកប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាខ្លួនឯងបានហែលទឹកអត់អស់កម្លាំងឬក៏ហែលទឹកឆ្លងត្រៃមកខាងទៀតទំនាយទាយនៅក្នុងសុបិនដូចនេះថាពុកម៉ែបងប្អូននឹងអស់គ្រោះឬក៏ផុតទុក្ខប៉ុន្តែប្រសិនបើហែលទឹកវិលវល់នៅក្នុងទន្លេมันអាចដល់ត្រៃមកខាងទៀតទេនោះទំនាយទាយនៅក្នុងសុបិនដូចនេះថាពុកម៉ែបងប្អូននឹងទទួលគ្រោះឬក៏មានជំងឺឈឺដង្កាត់ផ្សេងៗផងដែរចំណែកលេខសំណាងសម្រាប់អ្នកសុបិនគឺលេខ17លេខ27លេខ24លេខ247និងលេខ347បាទតើតើនឹងពុកម៉ែបងប្អូនសុបិនថាហែលទឹកគឺមានអត្ថន័យដូចការបកស្រាយខាងលើជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមសម្ដាប់Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ